សាបានប្រាប់ខ្ញុំថាបងងាដល់ពេលហើយណាខ្ញុំសប្បាយផ្លត់មាត់ថាដល់ពេលមែនយើងមិនទាន់បានរៀបការប្រញាប់ម្លេះណានាងថាបងគិតដល់ណាបងងាយើងមករៀបការនេះណាពាក្យអូនចង់ថាបងខុសធម្មតាខ្ញុំគិតខុសស្ទើរដាច់ផ្ងានាងប្រាប់អោយការស្មានដល់ឋានទេវតាមិនសមសោះណាលើដឹងជាក់ច្បាស់ការអូនណាសូមត្រៀមកាយាបងនឹងចូលស្ដីជីវ៉ាអូនណាមានចៅមហាទៅដល់ប៉ះលោកមេបាអ្នកដល់ឡងសុំក្តីមេត្តាឲ្យកូនស្រីមានគ្រួសារអ្នកដនឡងងាកូនចាស់ចិនដាជាគូនឹងកូនមេបាអ្នកដនឡងងាព្រមភ្លាមទៅរាបាព្រមញញឹមស្អែកការកូនអន្តេសាគុំនិតបងលុយទេជីវ៉ាមកតៃបានការសង្សារបានប្រាប់ខ្ញុំថាបងងាដល់ពេលហើយណាខ្ញុំសប្បាយផ្លត់មាត់ថាដល់ពេលមែនយើងមិនទាន់បានរៀបការប្រញាប់ម្លេះណានាងថាបងគិតដល់ណាបងងាយើងមករៀបការនេះណាពាក្យអូនចង់ថាបងខុសធម្មតាខ្ញុំគិតខុសស្ទើរដាច់ផ្ងានាងប្រាប់អោយការស្មានដល់ឋានទេវតាមិនសមសោះណាលើដឹងជាក់ច្បាស់ការអូនណាសូមត្រៀមកាយាបងនឹងចូលស្ដីជីវ៉ាអូនណាមានចៅមហាទៅដល់ប៉ះលោកមេបាអ្នកដល់ឡងសុំក្តីមេត្តាឲ្យកូនស្រីមានគ្រួសារអ្នកដនឡងងាកូនចាស់ចិនដាជាគូនឹងកូនមេបាអ្នកដនឡងងាព្រមភ្លាមទៅរាបាព្រមញញឹមស្អែកការកូនអន្តេសាគុំនិតបងលុយទេជីវ៉ាមកតៃបានការសង្សារបានប្រាប់ខ្ញុំថាបងងាដល់ពេលហើយណាខ្ញុំសប្បាយផ្លត់មាត់ថាដល់ពេលមែនយើងមិនទាន់បានរៀបការប្រញាប់ម្លេះណានាងថាបងគិតដល់ណាបងងាយើងមករៀបការនេះណាពាក្យអូនចង់ថាបងខុសធម្មតាខ្ញុំគិតខុសស្ទើរដាច់ផ្ងានាងប្រាប់អោយការស្មានដល់ឋានទេវតាមិនសមសោះណាលើដឹងជាក់ច្បាស់ការអូនណា
សាបានប្រាប់ខ្ញុំថាបងងាដល់ពេលហើយណាខ្ញុំសប្បាយផ្លត់មាត់ថាហាដល់ពេលមែនយើងមិនទាន់បានរៀបការយ៉ាប្រញាប់ម្លេះណានាងថាបងគិតដល់ណាបងងាយើងមករៀបការនេះណាពាក្យអូនចង់ថាហាបងខុសធម្មតាខ្ញុំគិតខុសស្ទើរដាច់ផ្ងានាងប្រាប់អោយ